ចេញមកហើយ Facebook អាប់ដេតមុខងារថ្មីលែងភ័យរឿងបាត់ account ហើយពិបាកយកវិញខណៈនេះជារបៀបបើកការបាត់បង់ឬត្រូវបានគេលួច account Facebook នឹងលែងជារឿងហានិភ័យទៀតហើយថ្មីនេះក្រុមហ៊ុន Meta បានអាប់ដេតមុខងារសុវត្ថិភាពថ្មីមួយដែលមានឈ្មោះថា Verification Selfie នៅក្នុងផ្នែក Login and Recovery ដើម្បីជួយការពារនិងស្ដារគណនីរបស់អ្នកប្រើប្រាស់ឲ្យកាន់តែមានទំនុកចិត្តនិងឆាប់រហ័សមុខងារ Verification Selfie មានប្រយោជន៍ដូចជាទាញយក account មកវិញបានរហ័សនៅពេលដែលអ្នកភ្លេចពាក្យសម្ងាត់ឬត្រូវបានគេលួច account អ្នកមិនចាំបាច់រងចាំពិនិត្យឯកសារអត្តសញ្ញាណប័ណ្ណច្រើនថ្ងៃដូចមុនទៀតទេគ្រាន់តែថតវីដេអូឬរូប selfie scan ផ្ទៃមុខប្រព័ន្ធ AI នឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកភ្លាមៗការការពារខ្លាញ់បន្លំ anti hack មុខងារនេះបង្កើតឡើងដើម្បីទប់ស្កាត់បុគ្គលខិលខូចឬបទខ្លាញ់មិនឲ្យងាយស្រួលចូលទៅកាន់កាប់ឬបន្លំធ្វើជាម្ចាស់ account របស់អ្នកបានឡើយបង្កើនសុវត្ថិភាពទ្វេដងវាជាស្រទាប់ការពារបន្ថែមពីលើការប្រើ password និងលេខទូរស័ព្ទដែលធ្វើឲ្យ account របស់អ្នកកាន់តែមានសុវត្ថិភាពខ្ពស់ដើម្បីចូលទៅកំណត់មុខងារ verification selfie ឲ្យឃើញនៅលើ Facebook របស់អ្នកសូមអនុវត្តតាមវិធីខាងក្រោមនេះបើកកម្មវិធី Facebook ចុចលើរូប menu រួចជ្រើសរើស Setting and Privacy បន្ទាប់មកចុចលើ Setting រួចចុចលើ Account Center ដើម្បីជ្រើសយក Password and Security បន្ទាប់មកទៀតចុចលើ Verification Selfie ជ្រើសរើស Account Select Account ប្រសិនបើអ្នកមានភ្ជាប់ Facebook និង Instagram រួមគ្នាវានឹងធ្វើឲ្យអ្នកជ្រើសរើស Account ណាមួយដែលអ្នកចង់កំណត់ Facebook នឹងបង្ហាញការណែនាំខ្លីៗអំពីរបៀបថតដូចជាត្រូវនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់កុំពាក់វ៉ែនតាខ្មៅឬមួកនិងម៉ាស់បាំងមុខជាដើមបន្ទាប់មកចុចពី Allow ឬ Continue ដើម្បីឲ្យ Facebook អាចប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នកបានធ្វើតាមសញ្ញាព្រួយនៅលើអេក្រង់ឧទាហរណ៍ងាកមុខទៅឆ្វេងទៅស្ដាំងើយឡើងលើឬអោនចុះក្រោមដើម្បីឲ្យអាចថតយកប្លង់មុខរបស់អ្នកបាន360ដឺក្រេនៅពេលថតរួចរាល់ចុច Submit ឬ Done ជាការស្រេចអត្ថបទនេះដែរដកស្រង់ចេញពី Technology Cambodia កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល